ចាតេតននឹងការប្រើប្រាស់ទៅលើសេវាកម្មពជាកណោតក្រោយពេលរំលត់ហើយចាបងប្អូនត្រូវដឹងថានៅពេលដែលយើងរំលត់កូនគឺយើងសរសៃខ្ចីដូចយើងទៅតាមសម្រាប់កូនហើយអញ្ចឹងហើយយើងមិនអាចគេនៅមួយគ្នាដែលយើងទៅយកកូនចាញ់ហើយយើងគេនៅមួយគ្នាគឺឆាប់មានកូនម្ដងទៀតណាយើងត្រូវតែជ្រើសរើសជាមួយនឹងការពជាកណោតដូចជាការប្រើស្រោមចាការប្រើស្រោមដើម្បីកុំឲ្យមានកូនម្ដងទៀតចុះអញ្ចឹងសួរថាតើរយៈពេលប្រហែលសប្តាហ៍ទើបយើងអាចចាធ្វើប្រើប្រាស់សេវាកម្មពជាកណោតបានដូចជាថ្នាំចាក់ថ្នាំលេបដាក់កងដៃឬក៏កងស្បូនចាអញ្ចឹងរយៈពេលដែលស្ត្រីអាចប្រើប្រាស់ទៅលើសេវាកម្មពជាកណោតបានគឺរយៈពេល1ខែកន្លះមិនថាក្រោយពេលរំលត់កូនហើយត្រឹម1ខែកន្លះគឺយើងអាចទៅទទួលសេវាកម្មពជាកណោតបានហើយឬក៏យើងអាចទទួលសេវាកម្មពជាកណោតក្រោយពេលដែលយើងមករដូវហើយដែលយើងបាន1ខែកន្លះយើងមករដូវឬក៏2ខែយើងមករដូវពេលដែលយើងអស់រដូវយើងទៅទទួលសេវាកម្មពជាកណោតទទួលសេវាកម្មពជាកណោតណាមួយដែលសមស្របទៅនឹងសុខភាពរបស់យើងចាអាចទៅទទួលបានហើយស្របពេលដែលយើងអត់ទាន់ទទួលសេវាកម្មពជាកណោតយើងចង់កេងនៅមួយគ្នាយើងគួរតែប្រើប្រាស់ស្រោមមួយរយៈពេលសិនទៅដើម្បីអីកុំឲ្យយើងមានកូនម្ដងទៀតកាលណាតែយើងឆាប់កេងនៅមួយគ្នាអត់បានការពារគឺយើងឆាប់មានកូនយើងទៅតែរំលត់កូនហើយឆាប់មានកូនទៀតហើយយើងរំលត់ម្ដងទៀតគឺវាប្រឈមមុខគ្រោះថ្នាក់ចាវាប្រឈមមុខជាមួយនឹងផលប៉ះពាល់ពួកឯងយើងរំលត់ម្ដងជា2ដងចាអញ្ចឹងស្ត្រីទាំងអស់គ្នាត្រូវយល់ដឹងពីបញ្ហារបស់ស្ត្រីបានច្រើនណាដើម្បីថែទាំសុខភាពរបស់ខ្លួនឯងបានល្អចាអរគុណ